សូមជូនពុទ្ធប្រវត្តិពោធិសម្បញ្ញុត្តបរិច្ឆេទទី12តេនខោបនៈសមយេនៈឯកញ្ចានੰទេវតានੰបរិវិតកោឧទបាតិក្នុងសម័យថ្ងៃនោះឯងបរិវិតកៈក៏កើតឡើងដល់ទេវតាជំពូកខ្លះថាកិច្ចសទ្ធដ្ឋៈប្រហែលជាមានតែប៉ុណ្ណេះទេដឹងបានជាព្រះអង្គមិនលះអាល័យពីរតនបល្ល័ង្កព្រះអង្គទ្រង់ជ្រាបនៅវិតកៈនៃទេវតាហើយទើបទ្រង់ហោះឡើងទៅកាន់អាកាសសម្ដែងនៅបាដិហាកាត់បង់នៅសេចក្តីសង្ស័យនៃទេវតាឯបាដិហាដែលព្រះអង្គសម្ដែងនោះគឺសម្ដែងគំនោភ្លើងនិងតោនៃទឹកឲ្យប្រព្រឹត្តទៅជាគូគឺគំនោភ្លើងប្រព្រឹត្តទៅអំពីកាយខាងលើតោទឹកប្រព្រឹត្តទៅអំពីកាយខាងក្រោមជាដើមដរាបដល់គំនោភ្លើងប្រព្រឹត្តទៅអំពីម្រាមប្រហោះតោទឹកប្រព្រឹត្តទៅអំពីចន្លោះម្រាមព្រះហស្ថជាបរិយោសានអេវੰភគវីបច្ចេកពុទ្ធពុទ្ធសាវកានੰអសាធារណੰយមកបដិហារិយੰទសេត្វាព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងយកបដិហាជាគូមិនបានទូទៅដល់ព្រះបច្ចេកពុទ្ធនិងពុទ្ធសាវកដូច្នោះដែរទើបទ្រង់យាងចុះចាកអាកាសទៅគង់ក្នុងចន្លោះនៃទិសឦសានទ្រង់ព្រះចិន្តាថាសព្វញ្ញុត្តញាណតថាគតបានហើយលើរតនបល្ល័ង្កទើបព្រះអង្គទ្រង់តោតរតនបល្ល័ង្កនោះដោយព្រះនេត្រមិនបានប្រព្រឹត្តអស់7ទីថ្ងៃទីនោះមាននាមបញ្ញត្តិថាអនិមិសកៈចេតិដ្ឋានតតោបលង្កសៈចតិដ្ឋឋានសៈចលំដាប់អំពីនោះមកព្រះអង្គនិមិត្តទីចង្ក្រមកែវដ៏វែងតាំងពីទិសបូរដរាបដល់ទិសបស្ចិមជាទីចន្លោះនៃរតនបល្ល័ង្កនិងជាទីដែលព្រះអង្គស្ថិតនៅព្រះអង្គយាងចង្ក្រមលើទីចង្ក្រមកែវនោះទ្រង់សោយវិមុតសុខអស់7ថ្ងៃទៀតទីនោះមាននាមបញ្ញត្តិថារតនចេតិដ្ឋានចតុទ្ធេសត្ថាហេលុះដល់ថ្ងៃ7ជាគម្រប់4ដងទេវតាទាំងឡាយនិមិត្តនៅផ្ទាំងកែវក្នុងចំណែកទិសពាយ័ព្យអំពីគោទីព្រឹកព្រះអង្គក៏យាងទៅគង់ក្នុងផ្ទះកែវនោះដោយព្រះភ្នែនទ្រង់ព្រះចិន្តាថា
នៅព្រះអភិធម្មបិដកជាអនន្តន័យគឺសមណនបឋានដ៏វិសេសអស់7ថ្ងៃភិក្ខុទាំងឡាយដែលទ្រង់គង់អភិធម្មនោះសម្ដែងថាផ្ទះកែវមិនមានទីដែលព្រះពុទ្ធជាម្ចាស់ទ្រង់ពិចារណានៅសត្តបករណាអភិធម្មនោះមាននាមបញ្ញត្តិថាជារតនខរឋានព្រោះហេតុរតនខរឋានមានភូមិភាគគឺសតិប្បដ្ឋាន4ដាំចុះនៅសសរគឺអិទ្ធិបាត4លើកឡើងនៅជញ្ជាំងគឺវិន័យបិដកដាក់លើក្របគឺសម្មាបធាន4តាំងទុកលើរតនៈនិងផ្ទៃគឺសមាបត្តិ8រៀបនៅរបៀបដំបូងខាងលើគឺសុតនបិដកប្រកបចូលដោយគ្រឿងប្រក់គឺអភិធម្មបិដកផ្ទះកែវរបស់ព្រះអង្គនោះជាការវិការនៃព្រះសម្ពុទ្ធទាំងអស់អ្នកប្រាជ្ញគប្បីដឹងថារតនខរៈនោះជាទីដែលព្រះអង្គពិចារណានៅបិដកទាំង3ប្រកបដោយនិកាយ5អង្គ9ប្រកបដោយធម្មខណ្ឌ84000ព្រះអង្គពិចារណានៅវិន័យបិដកសុតនបិដកអភិធម្មបិដកដោយសัพពញុត្តញាណទើបព្រះអង្គមានរស្មីទាំង6គឺខៀវលឿងក្រហមសហង្សបាតផ្លេតចម្រុះផ្សាយចេញចាកព្រះកាយទូទៅសពទិសានុទិសទាំងពួងទ្រង់ពិចារណាដោយទំនងនេះអស់7ថ្ងៃទីនោះមាននាមបញ្ញត្តិថារតនខរៈចេតីយដ្ឋានបញ្ចមេសត្តាហេលុះដល់ថ្ងៃទី7ជាគម្រប់5ព្រះអង្គយាងចេញចាករតនខរៈទៅកាន់ដើមអជ្ជបាលិក្រោធដល់ហើយព្រះអង្គក៏គង់ទ្រង់ពិចារណានៅព្រះសទ្ធម្មដែលព្រះអង្គបានត្រាស់ដឹងប្ររពដើម្បីធ្វើឲ្យវិចិត្រដោយអាការៈដ៏ចម្រើនបិទថាបុគ្គលទាំងឡាយដែលព្រះពុទ្ធក៏បីទូមានបានមាន6ពួកដោយអំណាចនៃចរិតទាំង6ប្រការមានរាគៈចរិតជាដើមមានវិតកចរិតជាបរិយោសានសត្វលោកទាំងឡាយដែលផ្សេងគ្នាមាន3ប្រការដោយអំណាចនៃឧខិតតិដញ្ញូបុគ្គលវិបញ្ចេតញ្ញូបុគ្គលនិងនេយបុគ្គលព្រះអង្គទ្រង់ពិចារណាជ្រាបច្បាស់នៅសត្វលោកដោយន័យដូច្នេះទើបទ្រង់ពិចារណានៅធម៌ដ៏វិចិត្រដែលព្រះអង្គត្រាស់ដឹងទ្រង់សោវិមុតតិសុខគង់ក្រោមដើមជ្រៃនោះលំដាប់នោះទេ
ទេវបុត្រមាជាអ្នកស្វែងរកនៅទូកក៏ចូលទៅក្រាបទូលអរតនីឲ្យព្រះអង្គបរិនិព្វានព្រះអង្គតបថាមីអើយភិក្ខុជាសាវកតថាគតមិនតាន់មាននៅឡើយបើសាវកតថាគតមានបានទាំងប្រព្រឹត្តព្រមចរិយធម៌បរិបូរណ៍ហើយតថាគតក៏មិនតាន់បរិនិព្វានដែរកាលបើព្រះអង្គមិនព្រមមាក៏មានចិត្តទូមនោះទៅអង្គុយក្នុងផ្លូវធំគូសគំនុះ16លើខែនដីគិតនៅនៃផ្សេងមានទានបារមីដែលខ្លួនមិនបានកសាងជាដើមលំដាប់នោះមាធិតាទាំង3គឺនាងតណ្ហា1អរតី1រាគា1ចុះមករកបិតាឃើញកំពុងកើតទុក្ខក៏ធានាថានឹងទៅលួងលោមចងព្រះអង្គកាលបើបិតាផាត់ក៏មិនព្រមជិះចេះទៅលុះដល់ហើយក៏ខ្លែងភេទផ្សេងលួងលោមចាញ់ចំណេះក៏ត្រឡប់ទៅកាន់ទេវលោកវិញព្រះអង្គគង់សោយវិមុតតិសុខក្នុងទីនោះអស់7ថ្ងៃអដ្ឋខោភគវាអជ្ជបាលិក្រូតភមូលាឧទ្ធាយៈលំដាប់នោះឯងព្រះដ៏មានព្រះភិក្ខក្រោកចាកគុលអជ្ជបាលិក្រូតយាងទៅកាន់មុជ្ជលិន្ទស្រះលុះដល់ហើយទ្រង់គង់នៅទៀបស្រះនោះដោយវិមុតតសុខមហាកាលមេឃក៏បង្អុរទឹកភ្លៀងឲ្យធ្លាក់ចុះមកក្នុងចក្រវាឡស្ដេចឈ្នាកឈ្មោះមុជ្ជលិន្ទចេញចាកស្រះឡើងមកនិមិត្តកាយដ៏ធំពេនគាត់ជុំវិញហើយបើកពែបាំងគ្របខាងលើព្រះសិរសាព្រះសាស្តាដើម្បីការពារខ្យល់កម្ដៅថ្ងៃព្រះដ៏មានព្រះភិក្ខគង់សោយវិមុតតសុខក្នុងទីនោះអស់7ថ្ងៃសត្តមេសត្តាហេក្នុងថ្ងៃ7ជាគម្រប់7ដងព្រះដ៏មានបុណ្យយាងចាកទីនោះទៅគង់ក្រោមដើមកេះដោយឯកបល្ល័ង្កអស់7ថ្ងៃទៀតដើម្បីសោយវិមុតតិសុខរាល់ថ្ងៃតាំងពីព្រះអង្គគង់ក្រោមដើមពោធិព្រឹក្សដរាបដល់ថ្ងៃដែលព្រះអង្គគង់ក្រោមដើមកេះផ្សំទាំងអស់ត្រូវជា49ថ្ងៃគត់លំដាប់អំពីនោះមកសកទេវរាជនាំយកផ្លែស្រមោទឹកមកថ្វាយព្រះសាស្តាទ្រង់ទទួលយកមកសោយហេតុដែលព្រះអង្គទ្រង់សោយនៅផ្លែស្រមោនោះសរីរៈវលញ្ចៈក៏កើតមានឡើងដល់ព្រះអង្គសកទេវរាជបានយកឈើស្ទុតនិងទឹកផ្ទុលព្រះអស់ទៅថ្វាយព្រះអង្គទ្រង់ពុលព្រះអស់ជំរះស្រេចហើយទ្រង់គង់ក្រោមដើមកេះនោះ
ទេអ្នកថោបអ្នកសមយេក្នុងសម័យនោះមានពាណិជ្ជពីរនាក់ជាបងប្អូននឹងគ្នាបងឈ្មោះតាប៉ុសៈប្អូនឈ្មោះពលិកៈបាននាំពួកឈ្មួញរទេះ500ផ្ទុកដោយទំនិញទៅលក់ឯឧត្តរជនបទក្នុងមជ្ឈិមប្រទេសលុះដល់ដងព្រៃនោះមានទេវតាមួយអង្គជាញាតិសាលោហិតនៃពាណិជ្ជទាំងពីរអ្នកអំពីជាតិមុនដែលអាស្រ័យក្នុងដងព្រៃប្រាប់ពាណិជ្ជថាមនាលពាណិជ្ជឥឡូវនេះព្រះពុទ្ធបានត្រាស់ហើយព្រះអង្គគង់នៅក្រោមដើមកេះអ្នកចូលទៅកាន់សំណាក់ព្រះអង្គធ្វើនមស្ការហើយថ្វាយនៅសដៅដុំសទៅផងដល់ព្រះអង្គនឹងបានផលប្រយោជន៍នាំមកនៅសេចក្តីសុខអស់កាលជាអង្វែងអដ្ឋខោតពុសៈពលិកាវានិជាលំដាប់នោះពាណិជ្ជទាំងពីរនាក់បានស្ដាប់ពាក្យទេវតាក៏កើតសេចក្តីជ្រះថ្លាទើបទៅកាន់យកនៅសដៅនាំទៅថ្វាយព្រះអង្គដល់ហើយថ្វាយបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទទួលនៅសដៅនៃយើងខ្ញុំដើម្បីជាប្រយោជន៍និងសេចក្តីសុខអស់កាលជាយូរអង្វែងព្រះអង្គទ្រង់ព្រះចិន្តាថាបាទតថាគតបាត់ទៅហើយក្នុងថ្ងៃដែលទទួលមធុបាយៈតថាគតមិនទៅគួរទទួលអមិសៈដោយដៃតថាគតនឹងបាននៅជាជំនៈឯណាទទួលលំដាប់នោះចតុលោកបាលទាំង4បានដឹងបរិវិតកៈក៏នាំយកបាតថ្មកែវអន្ទៈនិល4មកថ្វាយព្រះអង្គមិនទទួលចតុលោកបាលក៏បង្អោនបាតថ្មមានវណ្ណៈដូចសណ្ដែកបាយទៅថ្វាយម្ដងទៀតទើបទ្រង់ទទួលដើម្បីអនុគ្រោះដល់ស្ដេចទាំង4ទ្រង់តម្រួតលើគ្នាហើយអធិដ្ឋាននៅបាតមួយទើបទ្រង់ទទួលនៅសដៅហើយសោយលំដាប់នោះពាណិជ្ជទាំងពីរនាក់ក៏សម្ដែងខ្លួនថ្វាយខ្លួនជាឧបាសកដល់នៅទ្វេវាចេតកៈសរណគមពាណិជ្ជទាំងពីរនាក់នេះជាបឋមឧបាសកក្នុងព្រះពុទ្ធសាសនាអដ្ឋទេវានិជាលំដាប់នោះពាណិជ្ជទាំងពីរនោះទូលសូមនៅវត្ថុជាទីពឹងធ្វើសក្ការៈបូជាព្រះសម្មាសម្ពុទ្ធទ្រង់បរាមាសព្រះសិរសាក៏ព្រះកេសស្ថិត8សរសៃជាប់នឹងព្រះអស់មកព្រះអង្គប្រទានដល់ពាណិជ្ជទាំងពីរឯពាណិជ្ជក៏ទទួលយកព្រះកេសជាតិទាំងទាំង8សរសៃនាំយកទៅកាន់នគរនៃខ្លួនដល់ហើយក៏រៀបចំតាក់តែងទីទួលធ្វើចេតិយបញ្ចុះទុកធ្វើសក្ការៈបូជាតាមបណ្ដាំព្រះអង្គ
កាលព្រះពាណិជ្ជនឹងបញ្ចុះនោះព្រះបាទឧបលាបរាជជាឧបត្ថម្ភប្រកបដោយសេចក្តីអស្ចារ្យពួកទេវតាមានសក្ការៈទេវរាជជាដើមមកជួយរៀបចំពួកមនុស្សម្នាមានព្រះបាទឧបលាបរាជជាដើមមកជួយខ្វល់ខ្វាយឯព្រះកេសធាតុសោតក៏សម្ដែងនៅបាដិហាផ្សេងទេវតានិងមនុស្សក៏ធ្វើសក្ការៈដោយវត្ថុមានមាសប្រាក់ជាដើមដោយចិត្តជ្រះថ្លាចេតិយនោះមាននាមបញ្ញត្តិថាសង្ឃគុតរៈចេតិយទីទួលនោះជាទីបញ្ចុះនៅគ្រឿងបរិក្ខារព្រះពុទ្ធទាំង4ព្រះអង្គក្នុងផតកប្បនេះគឺបញ្ចុះធម្មក្រករបស់ព្រះកុកសន្ធោវត្តកំពុនរបស់ព្រះកោនីគមនៈសាដករបស់ព្រះកស្សបៈនិងព្រះកេសធាតុ8សរសៃរបស់ព្រះគោតម